សំបីនៅប្រទេសថៃក៏មានបេតិកភណ្ឌជាតិប្រាសាទសិលានៅលើទឹកដីថៃនៅកម្ពុជាក្រោមក៏មាននៅអាស៊ីអគ្នេយ៍នេះឲ្យតែតំបន់ណាដែលមានប្រាសាទថ្មប្រាសាទសាងពីអសទឹកដីកម្ពុជាទាំងអស់មិនមានតែនៅលើទឹកដីកម្ពុជាបច្ចុប្បន្នហ្នឹងទេនេះសំប្រគេនឹងជូនព័ត៌មានហ្នឹងទីណាដែលមានប្រាសាទថ្មគឺទឹកដីខ្មែរពីបុរាណមកណាប៉ុន្តែវាបាត់បង់អស់ទៅប៉ុន្តែនៅស្រុកថៃគេរៀបចំថែរក្សាប្រាសាទនានាទៅលើទឹកដីថៃមានប្រាសាទលុបបុរីប្រាសាទនគររាជភីម៉ាយហ្នឹងជាប្រាសាទថ្មនៅលើទឹកដីប្រទេសគេរៀបចំស្អាតណាស់សម្រាប់អ្នកទេសចរកាលណាមានអ្នកទេសចរនឹងទៅធ្វើទស្សនកិច្ចទេសចរបរទេសពីអឺរ៉ុបក្តីពីអាស៊ីក្តីអ្នកក៏ទេសគេអត់លាក់តែគេប្រាប់យើងពួកទេសចរនៅត្រង់តែម្ដងពីថាប្រាសាទទាំងអស់នេះជាប្រាសាទរបស់ខ្មែរហើយទឹកដីនេះក៏ទឹកដីខ្មែរដែរគេនិយាយថាយ៉ាងប៉ុន្តែខ្មែរនឹងបានបោះបង់ចោលទឹកដីនេះប្រាសាទនេះទៅទេអាសាបង់ទៅអញ្ចឹងថៃគេឃើញយើងចោលគេក៏មកគ្រប់គ្រងថែរក្សាទៅគេនិយាយថាអញ្ចឹងយល់បាននិយាយថាគេដណ្ដើមយកពីយើងទេភាសាគេដែលយើងចោលយើងអត់ថែអត់រក្សាដល់ថៃឃើញទំនេរអាសាបងគេក៏មកថែរក្សាទៅក៏ទៅជារបស់គេតែខ្មែរមិនមានសិទ្ធិនឹងមកទាមទារយកទៅវិញទេគេប្រាប់ត្រង់ញ៉ាំតែមកយើងដល់លើគេនិយាយយកដូចឈឺចាប់ឈឺចាប់ក្នុងចិត្តគេថាយើងបោះបង់យើងអត់រវល់ក៏វែងចោលแล้วគេឃើញវាទំនេរក៏គេមករក្សាថែរក្សាយកទៅតាមពិតគេមកដណ្ដើមយកពីយើងទេគេប្រើធ្វើសង្គ្រាមច្បាំងដណ្ដើមយកពីយើងណានឹងសំប្រគេននឹងជំរាបព័ត៌មានយ៉ាងនៅផ្នែកខាងថៃហ្នឹងទឹកដីរបស់កម្ពុជាយើងមានវិសាលភាពធំណាស់ពីបុរាណមកខ្ញុំកណាអាត្មាភាពបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនឹងពីឆ្នាំ50រៀងមកឃើញគេថាពងសាវតាខ្មែរណាពងសាវតាហ្នឹងគេនិយាយពីប្រវត្តិទឹកដីប្រទេសជាតិយើងទាំងអស់គេថាប្រទេសកម្ពុជាយើងនេះមានវិសាលភាពធំទូលំទូលាយណាស់ខាងលិចហ្នឹងទល់នឹងទន្លេសាឡូអង់នឹងប្រទេសភូមាណាអត់មានថៃទេឆ្លោះទន្លេសាឡូអង់ស្រុកភូមាព្រំផ្ទាល់ទន្លេឯជើងទល់នឹងចិនឯកើតទល់នឹងចម្ប៉ាហាណូយឯត្បូងទល់នឹងសមុទ្រធំណាប៉ុន្តែជាផែនទីនឹងនឹងសពថ្ងៃនៅមានដែរឬក៏បាត់បង់ដែរមិនដឹងទេអាហ្នឹងតែខ្ញុំណាអាត្មាហ្នឹងរៀនពីក្មេងអញ្ចឹងព្រះអង្គគិតមើលមកស្ងាយនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូទេតើពីប៉ោយប៉ែតទៅទន្លេសាឡូអង់នឹងប្រហែលជិះយន្តហោះប្រហែលម៉ោងទៅភូមាហ្នឹងគិតមើលអាដែលបាត់បង់ហ្នឹងវាធំជាងទឹកដីបច្ចុប្បន្នហ្នឹងទៅទៀតវាជើងទល់ចិនស្ងាយនៅជើងភ្នំដងរែកខ្លះនៅលើខ្នងភ្នំពាក់កណ្ដាលភ្នំបានតែប៉ុណ្ណឹងឯងទៅខាងនោះបានគេទាំងអស់ជាស្អីប្រាសាទព្រះវិហារហ្នឹងនៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមយ៉ាងព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទេដល់ទៅសៀមវាជំរេងចឹង
ខាងខ្មែរយុធ្លាក់ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្គនេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនោះច្រាំងសមុទ្រប៉ុន្តែយូរទៅទឹកសមុទ្រវាចេះតែរីងថយអត់ទៅក៏គូកើតជាដីប៉ុនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយត្រឹមបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមវារិចជ្រាលដូចចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងហ្នឹងចិនដើរទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់ចឹងសៀមគេថាប៉កេដែរទៅប្រកាសណាបាននរោត្តមសីហនុលោកប្តឹងទៅអង្គការសហប្រជាជាតិក្តីសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃវាអញ្ចឹងទៅទៀតប្រាសាទរបស់ខ្មែរបាទដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួចអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះកេរតំណែងរបស់ពុព្វបុរសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យញ៉ាំសំរីបរាប់ពីប្រាសាទដែរសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនានានឹងទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសនឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជានឹងមានប្រាសាទដែលសាងឡើងពីថ្មនឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញគេចង់ឃើញចង់ដឹងព្រោះគេដឹងថាយុគប្រាសាទនឹងវាជាង 1000 ឆ្នាំមកហើយដូចថាជាង 1000 ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង 1000 ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍អញ្ចឹងគេនាំគ្នាមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីកសែតទៅគេស្មានដល់អង្គរវត្តនៅវាតូចស្មានដល់ប្រាសាទនៅវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពតាមកិនទៅដល់នោះប្រសិនមិត្តអង្គរគាត់គេក៏លេចទៅឃើញគេស្រេចផ្លិតមាត់ផ្លិតកពួកបរទេសណាគេថាគេស្មានដល់ប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាជាង 1000 ឆ្នាំមុនណាមិនទាន់មានណាផលិតបង្កើតគ្រឿងចាក់គ្រឿងអីយឹកយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មទាំងដុំប៉ុន្តែលើកគ្នាម្ដុំទាំងងន់រាប់តោនគេស្រែកផ្លិតបាត់ប្រកលគេអស្ចារ្យប្រាសាទដែលគេទៅមកឃើញណាតែខ្មែរយើងអត់សូវបានចំណាប់ចាប់អារម្មណ៍តែជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អាចឃើញពីផ្ទះគាត់ពីឆ្ងាយឃើញកំពូលប្រាសាទប្រកបដែរចូលเลยមកជីវិតគាត់មិនចឹងអត់មានចំណាប់អារម្មណ៍អីទៅឡើយសោះវាដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើងបានតែហ្នឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានកេតនភណ្ឌហ្នឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទវិប្រាសាទអង្គរវត្តនេះប្រាសាទនានានេះពីមុនមិញវាជាបេតិកភណ្ឌរបស់ជាតិយើងទេដល់ឡូវរាជរដ្ឋាភិបាលលោកបញ្ចូលប្រាសាទទាំងអស់ហ្នឹងទៅជាបេតិកភណ្ឌពិភពលោក
វាទៅជាសម្បត្តិរបស់មនុស្សជាតិលើសកលលោកឯពីមុនមិញផុសខ្មែរដល់ឥឡូវនេះទៅជាសម្បត្តិរបស់សញ្ជាតិមនុស្សលើសកលលោកទាំងអស់គេឧទ្ទិសអញ្ចឹងថារបស់នេះជារបស់មនុស្សទាំងអស់គ្នាព្រោះតែយើងក៏មានចិត្តទូលំទូលាយដែរតាមពេលវាគេតនៈផិនគេដូនតាយ៉ាងតែប៉ុន្តែយើងផ្សាយចុះរបស់ដែលវាអស្ចារ្យនៅលើលោកមានតែមួយប៉ុណ្ណឹងឯងឲ្យវាទៅជាសម្បត្តិមនុស្សលោកទៅព្រោះយើងជាតិជាមនុស្សដូចតែគ្នាអ្នកណាក៏ជាមនុស្សឲ្យទៅនៅលើផែនដីមនុស្សទាំងអស់គ្នាឲ្យទៅជាសម្បត្តិមនុស្សជាតិដូចនិយាយពីសិល្បៈការរចនាតុបតែងវាល្អស្អាតគ្មានអីធៀបទេរហូតដល់ដូនតាចាស់អ្នកសៀមរាបនេះគេសួរតាអង្គរវត្តណាធ្វើគេថាវេសកម្មទេវបុត្រប្រអិននេះមកធ្វើណាគ្មានថាមនុស្សណាក៏មានដឹងថាមនុស្សធ្វើណាគេថាទេវតាប្រអិននេះមកធ្វើឲ្យជំនឿវាអស្ចារ្យពេកគិតថាមនុស្សយើងធ្វើវាអត់កើតទេនៅប្រាសាទអង្គរវត្តអីហ្នឹងម្ល៉េះក៏ថាទេវតាមកធ្វើវេសកម្មទេវបុត្រនោះមកសាងថ្វាយទៅប្រកេតមេលាព្រះបាទសូរិយាវរ្ម័នទី2នោះទៅអញ្ចឹងព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងឈ្មោះខ្មែរដូនតាយើងថាប្រកេតតុកមេលាអានោះវារឿងព្រេងនិទានមកខាងគាត់ដែលលោកមកប្រមូលមេដាលោកបដិសន្ធិនឹងចាប់កំណើតលោកឲ្យសពឃើញប្រអិននឹងយកកំរងផ្កាមកដាក់លើពោះអញ្ចឹងបានដល់ប្រកេតតុកមេលាណាអានេះរឿងរ៉ាវខាងខ្មែរយ៉ាងណាបើសិលាចារៈវាផ្សេងក៏និយាយថាប្រអិនមកធ្វើឲ្យបើអ្នកដែលអត់មានបញ្ញាត្រូវតែជឿថាអញ្ចឹងឯងបើយើងអ្នកមានបញ្ញាយើងទៅពិនិត្យមើលប្រាសាទនឹងទៅឃើញមានឯកសារបញ្ជាក់ជាក់ស្ដែងយើងប្រកន្លែងខ្លះសាងអត់ទាន់ហើយទេធ្វើមិនទាន់ហើយទេបើរូបអប្សរទើបនឹងបានដើរខ្សែជារាងមុខរាងរំមិនទាន់បានរំលេចសង្កត់ឲ្យវាផុសឡើងជារូបរាងច្បាស់លើអត់ទេនៅជាគំនូសនៅឡើយក្បាច់ក្បូរខ្លះទៀតគ្រាន់តែបានទៅដើររៀងតែមិនទាន់បានរំលេចឲ្យវាផុសជាក្បាច់ទេចាំដល់និមន្តនឹងអញ្ជើញទៅសង្កេតមើលផងណាបានថានឹងទៅមិនមែនទៅមើលថ្មហ្នឹងទេថ្មយើងដឹងរួចដែរតែភាសាមកបើទៅមើលសិល្បៈអីដែលគេធ្វើណាយើងទៅពិនិត្យមើលអាហ្នឹងតែពិនិត្យមើលទៅឃើញថារបស់ទាំងអស់ប្រាសាទសំបីប្រាសាទអង្គរវត្តធ្វើអត់ទាន់ហើយទេនៅច្រើនណាដូចជាទៅខាងកើតនៅមិនទាន់ធ្វើបានធ្វើចិន្តាធ្វើអីមិននៅថ្មតំដុំទៅភាគខាងកើតបើសាធ្វើនឹងវាយូរឆ្នាំពេក30-40ឆ្នាំហ្នឹងវាយូរពេកទៅកើតសង្គ្រាមកើតចម្បាំងអីទៅក៏រវល់ធ្វើសង្គ្រាមចម្បាំងក៏បោះបង់អាហ្នឹងចោលអានេះខ្ញុំណាអាត្មានឹងសុំប្រគិនព័ត៌មានអញ្ចឹងដល់ទៅមើលទៅឃើញថាហ្នឹងមិនប្រអិនធ្វើទេបើទេវតាប្រអិនមកធ្វើលោកធ្វើដោយរិទ្ធមិនមែនធ្វើដោយកម្លាំងទេធម្មតារបស់អ្វីធ្វើដោយរិទ្ធគឺការជប់ការនិមិត្តគឺតែធ្វើហើយស្រេចហើយវាអត់មានតាណាតអីសោះទេយ៉ាងដល់នេះឃើញកន្លែងដែលធ្វើមិនទាន់ហើយច្រើនបានថានឹងមនុស្សតែធ្វើណាបញ្ជាក់ប្រាប់ថាអញ្ចឹងបើដូនតាពីដើមហ្នឹងគាត់ថាប្រអិនទេមកធ្វើនៅឃើញវាល្អពេកទៅហួសវិស័យថាមនុស្សធ្វើកើតហើយព្រះអង្គទៅមើលដុំថ្មតំខ្ញុំណាននៅតែគិតមិនទាន់ឃើញគេលើកមិនកើតអញ្ចឹងហើយអ្នកស្រាវជ្រាវចេះថាគេពូនដីខ្ពស់និយាយទៅស្មើទៅគេដុសថ្មទៅបន្ទុំជាយកដីពូនគេអូសឡើងយ៉ាងណាអាត្មានៅតែមិនទាន់ទទួលយកបានយកដីដល់ទៅលុបចាំមើលគ្នាឃើញណាដាក់លើគ្នាថ្មនឹងត្រូវទៅមើលទៅឃើញថាការធ្វើវាលំបាកក្រៃលែងអត់មើលក៏ថ្មមួយដុំយកទៅដាក់លើគ្នាគេ
cái chăng cái khăn tao là xì đã tao xì cái này chăng là mà chớp rồi mà mới tầm bố liền mò ăn lịch liền nó tự liền ăn lịch cái mò tầm đông đó ta dân tao mới dân vô bà nhà tao kinh giờ sầm lăng rồiไปban miền phía ở cha nó về cả là ở dự ngọc ngày đầy rồi bao bố bò rồi tao mới tao khơi chưa mấyประสาทទាំងឡាយទាំងពួងនានានៅលើទឹកដីអង្គរនេះទាំងអស់នៅលើទឹកដីខ្មែរយ៉ាងហ្នឹងសត្វតែជាវត្តរបស់សាសនាព្រាហ្មណ៍ទេអានឹងប្រកេនព័ត៌មានយ៉ាងសំបីតែប្រាសាទបាយ័នដែលព្រះបាទជ័យវរ្ម័នទី7លោកសាងហើយវានៅទាក់ទងសាសនាព្រាហ្មណ៍និងពុទ្ធសាសនាមហាយានមិនពុទ្ធសាសនាហិនយានថេរវាទយ៉ាងទេគេថាពុទ្ធសាសនាសម័យបាទជ័យវរ្ម័នទី7គឺសាសនាពីរហ្នឹងមកបូកគ្នាសាសនាព្រាហ្មណ៍ហើយនិងមហាយានព្រោះសាសនាព្រាហ្មណ៍និងមហាយានហ្នឹងវាស្រដៀងគ្នាពិធីកម្មមិនសពបែបសត្វយ៉ាងមានពិធីបន់ស្រន់បួងសួងអីដូចគ្នាយ៉ាងបានន័យថាពុទ្ធសាសនាមហាយានចម្លងយកពិធីកម្មពីសាសនាព្រាហ្មណ៍នឹងច្រើនម្ល៉េះហើយនៅចិត្តគ្នាបានជាមួយគ្នាបានហើយពុទ្ធសាសនាថេរវាទយើងនេះមានហើយបើតិចតួចនៅតាមស្រុកតាមនិគមជនបទទេមិនទាន់បានប្រកាសជាផ្លូវការទេព្រោះព្រះរាជាដែលគ្រប់គ្រងទឹកដីខ្មែរយើងតាំងពីបុរាណសតតែអ្នកកាន់សាសនាព្រាហ្មណ៍ទាំងអស់ដូចយ៉ាងកនដេញព្រាហ្មណ៍ដែលហៅថាហ៊ុនទៀនឬបឋមហ្នឹងមេព្រាហ្មណ៍អ្នកបដៅព្រាហ្មណ៍សាសនាព្រាហ្មណ៍គ្រូព្រាហ្មណ៍ហ្នឹងឯងក៏ធ្វើដំណើរមកហ្នឹងចូលមកទឹកដីកម្ពុជាយើងដល់គាត់បានមកគ្រប់គ្រងទឹកដីកម្ពុជាទៅគាត់ប្រកាសសាសនាព្រាហ្មណ៍ក្នុងពេញអាណាចក្រហ្នឹងប្រទេសទាំងអស់នៅជុំវិញយើងមានតែប្រទេសកម្ពុជាយើងទេដែលមានសាសនាព្រាហ្មណ៍នឹងគ្របដណ្ដប់ក្រាស់ជាងគេទាំងអស់ដូចថៃមិនសូវមានទេខាងម៉ាឡេអីក៏មិនសូវមានឥណ្ឌូនេស៊ីក៏មិនសូវមានឡាវលាវអីក៏មិនសូវមានតែខ្មែរយើងពូដូចថៃចម្លងយកពីយើងទៅវិញដែរសាសនាព្រាហ្មណ៍ហើយសត្វតែជាវត្តសាសនាព្រាហ្មណ៍ទាំងអស់ពុទ្ធសាសនាមហាយានមានពិធីកម្មបួងសួងបន់ស្រន់ឲ្យដូចតែគ្នាបាននៅជាមួយគ្នានៅចោះជើងនៅស្រួលនៅខាងសាសនាព្រាហ្មណ៍គេគោរពអតិទេពអីសូនរាយប្រព្រំជារតនត្រ័យរបស់គេគេសាងរូបហ្នឹងទៅជាអង្គរវត្តសប្តាហ៍ថ្ងៃនេះអង្គរវត្តយើងសប្តាហ៍ថ្ងៃនេះព្រះបាទសូរ្យវរ្ម័នទី2លោកសាងឧទ្ទិសថ្វាយទៅសាសនាព្រាហ្មណ៍ខាងនិកាយវិស្ណុព្រះនរាយណ៍ហ្នឹងទេវត្តសាសនាព្រាហ្មណ៍ទេហើយធំជាងគេទាំងអស់សំបីនៅប្រទេសឥណ្ឌាដែលជាមេសាសនាព្រាហ្មណ៍ក៏គ្មានវត្តឯណាធំដូចជាអង្គរវត្តទេល្បីសម័យល្បីថាវត្តសាសនាព្រាហ្មណ៍ដែលធំជាងគេទាំងអស់គឺអង្គរវត្តនៅប្រទេសកម្ពុជាហ្នឹងឯងល្បីចឹងធំមែនតើចាំនិមន្តទៅមើលទំហំដល់ថ្ងៃក្រោយមកហ្នឹងសាសនាព្រាហ្មណ៍ហ្នឹងក៏រលាយសាបសូន្យបាត់បង់អស់ទៅលើទឹកដីខ្មែរយើងសាសនាព្រាហ្មណ៍អស់ហើយអត់មានទេក៏ពុទ្ធសាសនាថេរវាទយើងនេះផុសរីកចម្រើនឡើងវត្តសប្តាហ៍ថ្ងៃហ្នឹងទៅកើតនៅពីលើវត្តសាសនាព្រាហ្មណ៍ពីមុនដូចយ៉ាងអង្គរវត្តនេះសាសនាព្រាហ្មណ៍សូន្យនៅចោលព្រៃដោះពេញហ្នឹងឯងអង្គរវត្តពីជាង200ឆ្នាំមុនមិនក៏វត្តយ៉ាងណាព្រៃដោះឡើងទ្រុបត្រែលពេញណាពេញណីពេញប្រាសាទទាំងអស់មានវត្តពុទ្ធសាសនាថេរវាទយើងហ្នឹងទៅនៅអានឹងនៅក្រោយទេព្រះបាទអង្គច័ន្ទរាជាសតវត្សទី16ហ្នឹងលោកធ្វើដំណើរមករៀបចំពីភ្នំពេញមករៀបចំប្រាសាទអង្គរវត្តនេះ
ឲ្យទៅជាវត្តពុទ្ធសាសនាវិញព្រះបាទអង្គច័ន្ទរាជាទេសតវត្សទី16លោកមកសាងកែឲ្យទៅជាវត្តពុទ្ធសាសនាសាងយកពុទ្ធបដិមាមកតម្កល់នឹងឯងពីមុនមិនអត់មានទេគ្មានពុទ្ធរូបទេមានតែទេវរូបទាំងអស់និយាយនៅក្នុងរោងតោងចាំដល់និមន្តចូលទៅពីខាងលិចចូលទៅដល់អារោងតោងខាងនោះខាងស្ដាំហ្នឹងមានគេហៅតារូបតារាជនៅហ្នឹងតារាជហ្នឹងកំពុងពេញនិយមហើយថ្ងៃទៅបន់ស្រន់បួងសួងតង់ប្រសក់តង់ប្រសង់អាថាក្រហើចុះក៏យើងលោកសង្ឃទៅជឿតារាជហ្នឹងដែរទៅបួងសួងតារាជហ្នឹងដែរអ្នកបួយើងតារាជហ្នឹងជារូបព្រះវិស្ណុព្រះនរាយណ៍ទេមន់ទៅសិក្សាមើលដៃ8ជារូបព្រះនរាយណ៍ជាអតិទេពនៅក្នុងវត្តអង្គរវត្តដែលព្រះបាទសូរ្យវរ្ម័នលោកឧទ្ទិសទៅព្រះនរាយណ៍ហ្នឹងឯងតាមនឹងអ្នកណាទៅឲ្យឈ្មោះថាតារាជហ្នឹងឈ្មោះតារាជហ្នឹងមិនមែនថ្មីយូរយារខ្ញុំកណាអាត្មាទៅអង្គរវត្តតាមពីក្មេងអាយុជាង10ឆ្នាំទៅឮគេថាទៅតារាជយាយតាក៏នាំទៅតែខែចូលឆ្នាំអ្នកសេវគេទៅស្រង់ពុទ្ធរូបទៅស្រែកព្រមសុគន្ធវេរីគ្រឿងក្អុកខែចូលឆ្នាំណាហើយទៅប្រោះព្រំស្រង់តារាជએមនឹងណាទៅគេឲ្យឈ្មោះថាតារាជហ្នឹងក៏វាជាបាក់ប៊ីមកឡើយតាមពិតព្រះវិស្ណុទេរូបនោះព្រះវិស្ណុព្រះនរាយណ៍ទេនឹងកែប្រែមកជីវិតពុទ្ធសាសនាសពថ្ងៃឬមានពុទ្ធរូបច្រើនណាស់រាប់ពាន់អង្គគេកន្លែងព្រះពើហ្នឹងមានថ្មផងឈើផងលោហៈផងជាស្ពាន់មាសប្រាក់រាប់ពាន់អង្គគេតម្កល់កន្លែងដាក់ពភាកបែរមុខទៅជើងទាំងអស់ទៅឃើញហ្នឹងបើចូលអង្គរវត្តតនកន្លែងព្រះ100ពាន់ទៅឃើញថ្ងៃនៅសល់តិចតួចណាស់ខ្មែរក្រហមបំផ្លាញអស់លីងវាយចោលអស់វាយកប់ដាក់ស្រាអីអស់ហើយជាអង្គនៅលើប្រាសាទប្រការ4ហ្នឹងគេសាងដាក់ក្នុងទ្វារទិសទាំង4បែបប្រភេទទៅទិសទាំង4ក៏សាងក្រោយទេប្របាទអង្គច័ន្ទនៃលោកសាងដែលសម័យកែឲ្យទៅជាវត្តពុទ្ធសាសនាអានេះវាច្រើនតែរៀនតែសិក្សាប្រវត្តិនឹងផងបើពួកយើងនឹងបានរៀនសិក្សាតែពីប្រវត្តិប្រាសាទឯខាងសាកលវិទ្យាល័យមានរៀនទេអត់ទេមែនទេរៀនដែរបើក៏រៀនតិចតួចអានោះវាច្រើនណាដោយថាជាសម័យកាន់ពុទ្ធសាសនាសម័យព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺពុទ្ធសាសនាមហាយានទេមិនមែនថេរវាទយ៉ាងហ្នឹងទេក្នុងពុទ្ធសាសនាមហាយានគេគោរពបដិមា3គេតម្កល់លើបល្ល័ង្កមួយ3អញ្ចឹងអង្គនៅបដិមានៅកណ្ដាលគេគឺព្រះពុទ្ធនេកប្រក់ហ្នឹងគង់នេកប្រក់ហ្នឹងប៉ុន្តែសាងបែបមហាយានសត្វតែមានគ្រឿងមិនដូចយើងថេរវាទតែមានមកុដមានកន្ទ្រំស្នាប់ដៃកងដៃខ្សែកអីទាំងអស់នេះថាមហាយានគេសាងយកពុទ្ធបដិមានៅកណ្ដាលគេហើយនៅពើនេះមានគេធ្វើដុំម្ដុំដាក់បាតដៃហ្នឹងជានិមិត្តរូបឆ្នាំឱសថថាព្រះធម៌ដែលព្រះអង្គសម្ដែងទុកដូចជាឆ្នាំសម្រាប់ជាបាលរោគមនុស្សហ្នឹងរូបនៅខាងស្ដាំឈរដៃ4ថាលោកេទេសវរៈពុរិស័នអវលោកេទេសវរៈពុរិស័នឬដល់ខាងឆ្វេងស្រីគេហៅប្រាជ្ញាបារមិតាខាងមហាយានខាងចេញខាងមាញ់ជុស្រីគេក៏រូប3ហ្នឹងឯងគឺគេសាសនាពុទ្ធសាសនាមកយ៉ាងគេបន់ស្រន់បួងសួងដូចតែគ្នាគេគោរពជំនឿខ្លាំងទៅលើពោធិសត្វអវលោកេទេសវរៈហ្នឹងសម្រាប់ពុទ្ធនេកប្រក់នេះគ្រាន់តែជាគ្រូថ្នាំគរុភេសជ្ជគ្រូថ្នាំនេះវាអវលោកេទេសវរៈពោធិសត្វនេះមិនបរិនិព្វានទេអាយុនៅតែអញ្ចឹងឯងបានអធិដ្ឋានតាំងចិត្តថាលើកឹកណា
បើយើងនាំសត្វលោកទាំងអស់ទៅដាក់នៅឋានសុខាវតីមិនទាន់អស់សំបីនៅតែម្នាក់ក៏យើងមិនទាន់បរិនិព្វានដែរតែលយងសត្វលោកនាំសត្វលោកទៅដាក់ឋានសុខាវតីស្មើនឹងយើងនេះនិព្វានកន្លែងនិព្វានបើខាងមហាយានថាសុខាវតីទៅអស់លលីងបានពុរិស័ទនៅបរិនិព្វានធ្វើមិនដាក់នាំអស់យងទៅអស់បកតបន្តហ្នឹងណានៅក្នុងប្រាសាទនេះប៉ុនព្រះអង្គទៅមើលមានគេសាងរូបសេះមួយនៅពីទិសខាងកើតហ្នឹងសេះហ្នឹងវិញមានមនុស្សតោងអូជើងដៃកន្ទុយជុំវិញខ្លួនសេះហ្នឹងជាតួពុរិស័ទឯងយោងយកសัตว์ហ្នឹងទៅដាក់សុខឋានសុខាវតីគេទេបតោងយោងទៅទាំងដល់ល្មងមិនយករូបទៅទាំងដល់មកទៅដាក់ឋានសុខាវតីណាជាតំណាងខាងសាសនាមហាយានវាខុសពីថេរវាទនៅសាសនាទាំងពីរនៅជាមួយគ្នាបានប្របាទជ័យសម័យប្របាទជ័យវរ្ម័នទី7លោកសាងនេកជាប្រកាន់ដៃផ្លូវអមតនើទៅនេកនឹងមានគ្រុឌនៅក្នុងក្បាលនេកហ្នឹងឯងជាឧទាហរណ៍ជាន័យប្រាប់ថាលោកពន្រួម សាសនាទាំងអស់ឲ្យនៅជាមួយគ្នាបានដូចជាសត្វគ្រុឌនឹងនេកធម្មតាសត្វគ្រុឌនឹងនេកវាជាសត្រូវនឹងគ្នាតែឥឡូវគ្រុឌនឹងនេកមកជាមិត្តនឹងគ្នាបានណាលោកជាអបាយយ៉ាងសាងរូបបញ្យល់ប្រាប់យើងមានអត្តន័យនិយាយថាលោកពន្រួមសាសនាឲ្យនៅជាមួយគ្នាបានព្រហ្មញ្ញនឹងពុទ្ធសាសនានៅជាមួយគ្នាបានយ៉ាងវាសត្វតែមានអត្តន័យគេធ្វើឲ្យមានន័យនៅក្នុងហ្នឹងសម្រាប់ព្រហ្មញ្ញហ្នឹងជារៀងរហូតមកពេលដល់សាសនាព្រាហ្មណ៍នោះក៏បាត់អស់ទៅពុទ្ធសាសនាទៅផលលើដូចវត្តអង្គរហ្នឹងមើលមានវត្តពុទ្ធសាសនាយើងទៅនៅក្នុងពីរវត្តលលីវត្តបកោកហ្នឹងក៏វត្តពុទ្ធសាសនាទៅនៅពីលើសាវត្តព្រាហ្មណ៍ហ្នឹងសាបសូន្យទៅជាពិសេសទៅខាងខេត្តតាកែវកំពង់ស្ពឺដែលសម្បូរជាងគេបំផុតវត្តសាសនាព្រាហ្មណ៍ឲ្យតែមានឈ្មោះអង្គឆ្នាំឲ្យតែមានពាក្យថាអង្គតាំងក្រាំងរលាំងបាពាក្យ5នេះគឺជាវត្តសាសនាព្រាហ្មណ៍ពីមុនទាំងអស់ដូចជាអង្គសម្បូរនៅខាងតាកែវគេទេអង្គថ្នោតអង្គក្រមអង្គជ័យអង្គសេរីអីអូអានឹងវត្តសាសនាព្រាហ្មណ៍ពីមុនមកដូចតាំងណាតាំងគោកតាំងក្រសាំងច្រើនអានោះសតកន្លែងវត្តព្រាហ្មណ៍ពីមុនមកបានឹងបាធាយបាខំបាខែងបាយ៉នហ្នឹងมันឲ្យតែមានឈ្មោះ5ហ្នឹងគឺវត្តសាសនាព្រាហ្មណ៍ពីមុនអានឹងសំបញ្ជាក់យ៉ាងពីប្រាសាទនានានៅលើទឹកដីយើងនេះបានថាការមកធ្វើទេសនាកិច្ចសិក្សាសុំឲ្យពិនិត្យមើលផងមិនការគេថាតែគេពិនិត្យលំអនិយាយពីលំអមាន2អាមួយគេថាលំអក្រឡេកអាមួយលំអគន់អាក្រឡេកដូចជាតួប្រាសាទយើងក្រឡេកមើលពីឆ្ងាយទៅតង់ឆ្ងាយទៅម្ដងមើលទៅវាល្អវាសមមានរូបរាងនឹងមើលទៅសមគួរជាទីពេញចិត្តរបស់ព្រះយើងគ្រប់គ្នានេះក្រឡេកគេមើលទាំងអស់អញ្ចឹងតែភាសាអង្គរវិញយើងទៅដល់យើងក្រឡេកទាំងអស់មើលពីឆ្ងាយទៅគឺល្អប្រាសាទកំពូលជ្រោមអានេះគេហៅល្អក្រឡេកអាមួយល្អគន់ល្អគន់អាល្អគន់គេទៅពិនិត្យមើលឃើញក្បាច់ឃើញក្បូរឃើញរូបអប្សរយើងទៅពិនិត្យមើលយ៉ាងនេះគេហៅល្អគន់ពិនិត្យមើលឲ្យផ្ទាល់សិល្បៈមួយហ្នឹងយើងទៅគន់ទៅពិនិត្យហ្នឹងណាទៅគឺមើលពាក្យថាគន់គឺគេមើលគេពិនិត្យហើយវាជាភាសាបុរាណស្ងាយបាត់ហើយពាក្យគន់ណាបានអ្នកសៀមរាបពីដើមគេថាគេទៅគន់នេះគន់នោះនិយាយថាពីដើមទៅមើលគេថាទៅគន់
bạn ấy ban nè xem nó tiệm bồ ràn này bạn là người ta là cờ lết nâng là quần cờ lết cái mưa tầm rụp rèm tầm đọc quấn cái tập pin nít mà cái lay vừa lấy anh bậc kên bộ chun bờ đầm miền này hài cờ lết đó mưa rụp ở xa tiền đo nè mưa bị chừng ngày tôi khơi từ xa buôn pram nè khơi tôi trộm là vớiประสาทโกวัดนี่เรียงตระยงเจตระยงเจเครมนะมันสกัดแล้วเจเครมคลางแต่เจช่วยสกัดแล้วเจเครมสกัดแล้วบงจามเดี๋ยวเจไอ้อันนั้นพลายเวสตะเครมเดี๋ยวเจช่วยเขาเจเครมข้างกับบงจามนะอันนั้นสกัดเลยมั้ยเช่กิดดำนองสระหน้านั่งคลาเขาเช่ช่วยคลาเขาเช่กระบปกพลายเวียสัตกระบเงินเนี่ยอัดตังเสือและหาวเขาเนี่ยนางเตียนตระยงเช่เนี่ยประสานโกวัดเรียงตระยงเช่กระบยิงโยเช่ตระยงเช่ก็ยิงกัดข้างโตมันจะดับเป็นโชว์ตัวเรียงเลยเนี่ยสะอาดละออนะเรียงแต่ยงเจอันนั้นเขาละออกวนดอละออเขาละออกระเลกดอละออเป็นนิดมือกระบังมากระไรในเบอร์รูปอับซอนั่งยืนแต่เป็นนิดมือละมือมุกมือได้มือปะโบมือพนี่เองถ้ามือแมนเตนอันนั้นก็ละออกวนหน่อยเป็นนิดอันนั้นบ้านท่านเนี่ยแช่เนี่ยเมียนปัญญาbahkan atau dah ceran atau mata la akan lek la ada saya tu pan trau tu lom pinit mer la akonรูปอับซอนังceran tu jamจะโชว์อันจำเจนเดียแต่มือแมนแต่นะแมนจำขมายอย่างเดียรุมจำอย่างเจนนั่นมาไม่บางแกหาวอับซอนะจำละนั้นแกหาวอับซอปะเลยถ้าอับสระปะเลยถ้าอัจฉราแปลจากหมายทเนรีได้เมียนลำอ้อมือมันเต้อมือเวมันชงมือตนาละอ้อตนาโยเล่ดอกมือควนมือต้องละอ้อตนาบ่มือกระเล็กมือละอ้อให้ปัดเอามือควนเป็นนิดมือมุกก็ละอ้อมุกมือได้ก็ละอ้อได้มือชื่งก็ละอ้อชื่งมาเรียมได้เรียมชื่งไอ้ละอ้อมืออัดเต้อบ้านกิท้าอับซอเนียงอับซอเสมอหนึ่งใส่ขนมทานสู่เทวดามือละอัดเตอเตเต้านำเนี่ยเป็นเน็ตมือกวนบ้างแต่เมื่อลำอ้อกวนนังพ่อเมียนไพลปีกนี่เนียงอับซอนะเมียนเครื่องทอดไอ้ทอดโยชิไอ้กษาตัวเมื่อพ่อสงายเนี่ยเมียนเครื่องไปแจกกับวิเชียกีจะได้บ่ปีโบราณมอมือเคยนำมาพนัยพนังไอ้จะเต้าบัดไอ้สงายมอมือเคยยังทอดประดับจันลองตัวมือสระยังบานเดียดอยู่เลยไปปรับเรื่องมวยเตียนกับบัดน้องโก้นั่งพี่น้องโก้นั่งเชียตู้เต้าสับตั้งไงทับกับบัดโก้อันเดซาเคยกิดปืนนังภาษาถ้ากับบัดโก้เต้าแต่กับบัดน้องชมวดดำปะกี้เขาพี่เฮียนกับบัดเฮียนพอดาวไม่รู้ว่าเชื่อมว่ายชวายโดยสมบอกช่องเฮียนเนี่ยครับพี่เฮียนอันนี้สำหรับเนี่ยซิมเรียบแต่สังไอ้บัดได้แต่เนี่ยซิมเรียบครุนเองนี่ก็ทักกับบัดโก้โดยตะกี้ได้ไปชมวดดาวไม่กับพี่เฮียนแน่สบายนะราบพี่เฮียนกับบัดโก้นั่งอัดโดยแค่เด้ปรับไอ้ห่ายังเท่าบ่มันปรับอัดดังเด้พี่เฮียนโกวัดเซงเป็นที่อิสราเอลเซงประสาทประโคมอากงในเซงต่อตามสมัยแต่มือแมนเทนเราปรับไอ้ออยตริสได้ยังแต่โกว่ายังทอด
មើលតែប្រសាក្បាច់នៅលើតាមសសរលើរូបអប្សរាអប្សរអីក៏មានដែរថតយកទៅមើលក្បាច់វាខុសគ្នាទៅប្រទេសស្រីប្រហែលមិនដល់ទៅប្រទេសស្រីទេមើលទៅមែនពេលវេលាខ្លីណាបានអន្តរអង្គវត្តប៉ុណ្ណឹងក៏ជាការប្រពៃហើយថ្ងៃក្រោយមកម្ដងទៀតទៅប្រទេសស្រីណាមកម្ដងទៀតនៅប្រគូបកងហ្នឹងអានឹងមុនគេបង្អស់ឲ្យពិស័តទៅវត្តទី9មកភ្ញីវាខុសគ្នាសំបីអប្សរក៏ខុសគ្នាសំលៀកបំពាក់អប្សរនៅប្រាសាទលលៃបកងហើយនឹងអប្សរនៅអង្គរវត្តខុសគ្នាអប្សរនៅអង្គរវត្តសម្ពុតស្លីសម្ពុតរៀបស្មើទេអប្សរនៅប្រាសាទលលៃសហគមន៍នេះសម្ពុតគេបត់បាទគេដូចគេបត់បើសងៃគេហៅអីសថ្ងៃនារីថ្ងៃមានប្រើអានឹងវិញអានឹងវិលដល់ដល់ថ្ងៃគេប្រើសម្ពុតគេបត់ហ្នឹងគេថាគ្លីសេអីមិនចាសម្ពុតហ្នឹងគេបត់ដូចផ្នត់សម្ពុតស្លៀកណាសងៃឃើញវិលមកដល់គេប្រើអានឹងវិញហើយអប្សរក្នុងរូបអប្សរក្នុងលលិតមើលសម្ពុតថាគេបត់រៀកខុសគ្នាដែរតាមសម័យពេលវេលាតែនឹងបានថាទេសនកិច្ចសិក្សាទៅពីនិតមើលបើកាន់តែមកមើលកលេចមើលតងមូលហ្នឹងបានអីទៅនិយាយវិញទេដល់នឹងបានអីនិយាយប្រាប់គេទេបានទៅសិក្សាគឺទៅពីនិតមើលឲ្យច្បាស់លាស់អញ្ចឹងតែមើលដោយបញ្ញាយល់ទេហើយប្រយើងជាមនុស្សនឹងបល័យមនុស្សៈប្រែថាអ្នកដែលដឹងការខុសត្រូវយល់ដឹងការខុសត្រូវថាមនុស្សវិញចឹងមនុស្សយើងនឹងសត្វដេរិឆាននេះខុសគ្នាតែមួយទេ3ដូចគ្នាទី1មនុស្សនិងសត្វនេះរស់នៅបានដោយសារពឹងអាហារបរិភោគអាហារព្រះពុទ្ធថាសព្ពេសតាអាហារតតិកាសត្វទាំងឡាយទាំងពួងតាំងនៅបានព្រោះអាហារសត្វអីក៏ដោយដេរិឆានដែលត្រូវទៅបរិភោគអាហារដូចគ្នាទី2មនុស្សនិងសត្វនឹងមានសេចក្តីភ័យខ្លាចរន្ធត់តក់ស្លុតនឹងអ្វីដែលមកប៉ះពាល់រូបរាងកាយរបស់ខ្លួននឹងភ័យខ្លាចដូចគ្នាទី3មនុស្សដេរិឆាននេះមានញីមានឈ្មោះដូចគ្នា3នឹងដូចគ្នាតែមនុស្សលើសត្វមួយដែលសាមមានធម្មសញ្ញាគឺជាតួបញ្ញាលើសត្វដេរិឆានមួយណាលើសតែមួយមើលគ្នាអត់ឃើញទេមនុស្សនិងសត្វបានគេថាមនុស្សស័កហ្នឹងគឺអ្នកដែលយល់ដឹងសេចក្តីខុសត្រូវល្អអាក្រក់ហៅមនុស្សបល័យហ្នឹងដោយសារយើងមានបញ្ញាតែបញ្ញារបស់មនុស្សមានគ្រប់គ្នាកើតមកមានពូជបញ្ញាក្រឹបបញ្ញាមកក្រឹបមកជាមួយនឹងគ្នាតែបញ្ញារបស់មនុស្សអាចរីកចម្រើនធំបានដោយសារសិក្សារៀនសូត្រអក្សរសិល្ប៍វិជ្ជាសពបែបយ៉ាងទើបធ្វើបញ្ញាឲ្យរីកឡើងបានបើមិនបានរៀនបានស្អីបញ្ញានៅតែក្តៀបប៉ុណ្ណឹងឯងគ្មានអីដែលជាអាកំបាំងទេមើលយើងអ្នកកើតនៅក្នុងក្រុងយើងបានរៀនសូត្រអ្នកនៅក្នុងស្រុកស្រែជនបទដាច់ស្រយាលកើតថ្ងៃខែឆ្នាំដូចតែយើងដែរបើគ្នាអត់បានរៀនយើងទៅធៀបខ្លួនយើងអ្នកអស់នឹងទៅយល់ដឹងឲ្យមានបញ្ញាដឹងខុសត្រូវឲ្យគ្នាប៉ុណ្ណាឆ្ងាយមើលគ្នាមិនឃើញទេនេះសម្រាប់មនុស្សហ្នឹងបានទាំងអស់គ្នាដែលជានិស្សិតទាំងអស់ទាំងបព្វជិតទាំងកន្លនេះបុរាណលោកថាទំពាំងស្នងឫស្សីហើយត្រូវដឹងព្រះអង្គដឹងខ្លួនយ៉ាងគ្រប់គ្នាខ្លះអត់ដឹងទេចេះរស់ទេសង្អាងមានម៉ែនៅឪនៅគិតចិញ្ចឹមស្រាប់ហើយចិញ្ចឹមហើយក៏មិនបានជាគិតស្មានតែម៉ែឪនៅចិញ្ចឹមឯងទៅឯងងាប់បានម៉ែឪងាប់ប្រយ័ត្នណាឲ្យមានបញ្ញារស់នៅប្រកបដោយបញ្ញា
แต่เกิดมันเอาประมาณได้แต่การมนยืงงับยืงให้เชิงการจำลองยืงเต้นดาวตรายอ้อยเต้นอ้อยเมียนกูสกอเพราะก็สลับบัดตัวจอยืงกันดาลตีอย่างไอ้บ่อัดดาวตรายเห็นไหมอันนั้นเราดังจังบัญชีไงเนี่ยคนนี้ความศึกษาเรียนโซดอักษรเซลวิเชียนไอ้เจ้ดำใบอ้อยปัญญาระบายยืงเวรีดังสอบตัวตามเปียตูนเมียนปรินปดาวระบายโลกเนี่ยตราดดังคือปปดคือโลกอ้อยมโนน้องสันสัมปัญญาคือการยอดดังเขาตราหนังแต่เมียนปัญญาแต่คือเดริชานะรอดร้อยเดริชานอย่างไรเงินในสมบัยจะรูปเรียงเขียมโนลูกใบมโนนั่งแต่เชียบูนติมโนเตปดามโนเชียมโนมโนปลายมโนเดริชานในเวคอกเนี่ยช่างโดยสาไอ้โดยสามโนนั้นเมียนปัญญาคลังคลาที่ยอดดังเขาตราไกรเลงอาเกรซาแทรซาชีวิตเกณฑ์เอาเมียนเซลเธอกรุบกรมในชีวิตรูปเรียงกายอย่างนั้นก็ได้ทราบปัญญาได้ก็มนุษย์ติปดานะมนุษย์เชียมนุษย์นึงเมียนปัญญาแต่ละโมมช่วยชีวิตมนุษย์ให้รอดบานมนุษย์แปรนั่นคือมนุษย์ได้ละง่องปูอวิเชียนั่งหายกายผูกเครือดิสัตแปรชโลปะไก่ที่นี่นะมนุษย์เดรัจฉานคือมนุษย์โซนเทงอ่อนปัญญาติเห็นไหมมนุษย์ประเภทแบบเขาคนนี้บานาสไลนี่เนี่ยตั้งหลายเกี่ยวกับนี้โจรสร้างคลื่นระบบคลื่นไอ้เต้าเชื่อมนุษย์เตปดาไอ้เต้าเชื่อมนุษย์ย่อยบานปีธนะมันนั่นเจ้าก็เอาไปทะเลดอลแปรดก็มาเอาไปทะเลดอลเดริชานนั่นไอ้ได้ปราบทหารเยืองเชียตำเปียงสนองหรือใส่ยัยนะเนี่ยมนจ่าประเทศจามันแม่นนากรานแนวบานเนี่ยตั้งอ้อนก็มันช่างสลับได้ปนกรานเวียมบานเวียเท่าแต่สลับเมื่อให้กางเงี้ยเตียงบานมันได้เจโดนเจตาเยืองก็ถือหมอเท่าเละหมอเยืองนั่งไอ้ได้เจตำเปียงสนองหรือใส่นั่งเจโดนเจตาเจดามหรือใส่คลุ่นเยืองเจตำเปียงนั่งเวียบบำรำนั่งกาเจดามหรือใส่สนองละอันนี้ดังทลุนยังแต่ใส่นั่นเวอาจเถิดทมต่อบ้านแต่ละเวเมียนชีวิเจียดดำใบเถื่ออ้อยตำเปียงนั่นเวเผาทมก็จะใส่มันเติมละชีวิเจียดได้เถื่ออ้อยใส่นั่งทมเต้าคือทมบานไอชีวิอย่างที่แอมมโนเยอะคือเมียนปัญญาไอ้โดยชีวิตเถื่ออ้อยปัญญาเยอะนั่งรีจำรานรุดละแต่เมียนปัญญาดังข้อเต่านั้นเติบชีวิตนั่นละอภาษาปัญญาเมียนก็เพียบบานแท้เรศาตุ่มนิ่มตุ่มเลิบป่ไปนี่ว่าประเทศว่าพันเชียดหายหนึ่งตึกได้ปฏิเชียดยังบานกวางวังนั่นละบ่อดปัญญาให้บัดโซนบังตั้งหายอันนั้นสัมปราบไปสับไงสัมปจะสับไงบัดได้นะตุ่มนิ่มตุ่มเลิบป่ไปนี่ว่าประเทศว่าเชียดบัดให้อัตนแม่นานาดังคลุนนี่นะสับไงนี่ตัวตูโยแต่ตุ่มนิ่มตุ่มเลิบป่ไปนี่ว่าประเทศว่าปูบอเตปูบาเชมเตเตเอาไว้บอกคลุนบัดให้นะโซนบัดให้នៅតែទូជួយស្ដាប់ណាសំបីតែភាសាវាចាខ្មែរគេថាពុកម៉ែលោកឪពុកអ្នកម្ដាយឬអ្នកម៉ែបាត់អស់លីងសូនធេងសម្រាប់ខ្ញុំកណាអាត្មាព្រាមសម្រាប់ពួកអ្នកមានមន្ត្រីធំបណ្ដាស័ក្តិធំឃើញខេត្តសៀមរាបមួយไอ้ดำเข่งสมัยนี่ทางตีเหียนนั่งเคยปุยปวงก็แท้สาบานเคยโกนก็หาวตาไม้หาวตาปกเตโกนจนกาหาวไม้จนกาหาวเนะเอาก็หาวตาปกแล้วลือเย้าเพี้ยด้วยกันตระเวียบัดอลลิงตีเตียนเอาสำหรับอาเกียมหาเสนาบได้โจรสานหรือโกนก็ห้าวตาไม่ปง
មើលដើរទៅជួបប្រទេសពីពូជនៅប្រើភាសាពុកម៉ែហ្នឹងអ៊ីទៀតសូនវាអាសងៃភាសាម៉ាក់ប៉ាម៉ាក់ហ្នឹងជ្រាបដល់ទៅស្រុកព្រៃណាអ្នកព្រៃហ្នឹងក៏សងៃលែងហៅពុកហៅម៉ែប៉ាម៉ាក់ដូចតែគេដែរអូយអាត្មាឮថាចង់សម្លាប់ចង់ស្រក់ទឹកភ្នែកចុះអ្នកព្រៃអីធ្លាប់តែហៅម៉ែពុកម៉ែបាត់ម៉ែពុកអស់តាភាសាប៉ាម៉ាក់នេះក៏ចូលរុកជ្រៀកជ្រែកឲ្យទៅដល់ស្រុកព្រៃហ្នឹងជនបទហ្នឹងដោយគេនិយមតែហៅម៉ែពុកទៅវាមិនសូវថ្កុំថ្កើងទេវាអត់រកស៊ីវាមិនមានទេវាមិនឡើងទេតែហៅប៉ាម៉ាក់បានឡើងមនុស្សទៅជាអញ្ចឹងហ្នឹងបានអស់ហើយណាអត់ប្រាប់អស់នៅតែអត់ដឹងខ្លួនទេបើថ្ងៃណាជាងមកហើយក៏រំលឹកតែបើរំលឹកមកកូនកញ្ចប់មកទូកប៉ុណ្ណឹងធ្វើម៉េចបានទៅមកទូកនេះយកទៅផ្សាយទៀតនិយាយប្រាប់គ្នាទៀតសម្ពាត់ខោអាវបាត់អស់ហើយខ្មែរសម្លៀកបំពាក់ស្ងាយសត្វតបរទេសទាំងអស់ពួកអឺរ៉ុបទាំងអស់ពីមុនអឺរ៉ុបគឺចិនទៅវត្តទៅចិនខោអាវក៏ចិនដែរភាសាតាខោតាអាវក៏ភាសារបស់ចិនដែរខ្មែរគឺស្លៀកសម្ពាត់ទេទាំងប្រុសទាំងស្រីស្លៀកសម្ពាត់ក៏បិននៃពីមុនមកដល់ក្រោយមកយកវប្បធម៌ចិនហ្នឹងយកខោអាវមកប្រើដល់អឺរ៉ុបពួកបារាំងចូលមកបាត់អីផុសចិនហ្នឹងអត់ទេអាខោអាវចិនគេថាខោចែវមកទៅអញ្ចឹងអានេះផុសចិនគេថាខោចែវឬខោចាហើយបាត់អីសត្វផុសចិនហ្នឹងអស់ផុសអឺរ៉ុបទាំងអស់បាត់ខ្មែរសង្ឃៃខ្ញុំកណាអាត្មាទៅរំលឹកជាពិសេសគឺពួកនារីនេះមានពិធីបុណ្យប្រពៃណីទំនៀមទម្លាប់អីរបស់ជាតិសូមឲ្យប្រើប្រាស់សម្ពាត់សម្លៀកបំពាក់ជាខ្មែរឥឡូវអ្នកនៅបរទេសក៏គេប្រើច្រើនណាស់តែនៅបារាំងដូចគាត់ថាពិធីបុណ្យគេប្រើខ្មែរស្លៀកសម្ពាត់បត់យ៉ាងហ្នឹងស្លៀកហូលស្លៀកប្រមងអីទៅនឹងសំរសាមកវិញតែខំបាត់អស់អាកូនចៅក្រោយអត់ដឹងទេតែអត់ដឹងផលវិបាកគឺយើងអ្នកបំបត្តិអានឹងចឹងឥឡូវសូមរំលឹកប៉ុណ្ណឹងយ៉ាម៉ោង8កន្លះហើយនិយាយទៀតវាចេះទៅបាត់ពេលវេលាប៉ុណ្ណឹងក៏សូមដាស់តឿនក្រងរំលឹកប៉ុណ្ណឹងហើយយើងទាំងអស់គ្នានេះជាទំពាំងស្នងរស័យហើយខាងនារីក៏អញ្ចឹងដែរប្រឹងប្រែងឲ្យដូចបរោះទៅកុំសូវបន្ទន់ពេកព្រោះព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងប្រាប់ថាបរោះមិនសតតែជាបណ្ឌិតក្នុងទីសពលើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរនឹងប្រពន្ធលោកប្រាប់តែអញ្ចឹងប្រវាដឹងខ្លួនอย่าប្រឹងប្រែងហើយបានចេះដឹងទៅជាបណ្ឌិតអាចធ្វើកិច្ចការដឹកនាំប្រទេសជាតិឲ្យបានដូចតែគ្នាទេតែយើងក៏ឥឡូវនេះថ្នាក់អីគេថាបរិញ្ញាបត្រឲ្យបណ្ឌិតឲ្យពួកហ្នឹងបរិញ្ញាបត្រខំតស៊ូរៀនបន្តទៅទៀតទៅយកបានអនុបណ្ឌិតទៅទៀតទៅអានឹងជាវិជ្ជាពន្លឺរបស់យើងជីវិតរបស់យើងចឹងស្រាប់ទៅតាមពុទ្ធដីកាណាតែដល់ចេះបណ្ឌិតទៅក៏ហៅពុបញ្ញវន្តអ្នកដែលបរិបូរណ៍ដោយបញ្ញានេះក៏បញ្ញវន្តស្រីក៏ហៅបញ្ញវតីឬបញ្ញវន្តីដូចគ្នាទៅក៏បានដូចគ្នាមិនស្រីធ្វើអីមិនកើតទេកុំតម្រន់ខ្លួននឹងណាតែបានទេហ៎ប្រាំងទៅអស់គ្នាផ្គុំគ្នាដើម្បីកសាងប្រទេសជាតិមាតុភូមិយើងនឹងហើយប្រពន្ធលោកសំដែងមួយទៀតថាមនុស្សមិនថោកទាបប្រុសពូជប្រុសជាតិប្រុសត្រកូលទេមនុស្សក៏មិនខ្ពង់ខ្ពស់ប្រុសពូជប្រុសជាតិប្រុសត្រកូលដែរមនុស្សថោកទាបប្រំពើដែលគេធ្វើវាអាក្រក់ដោយកាយវាចាចិត្តទេតែអាកាយវាចាចិត្តនោះមិនរៀនមិនសូត្រក៏ល្ងងហើយថោកទាបហើយអាហ្នឹងតែកាយវាចាចិត្តប្រព្រឹត្តអាក្រក់កៅមនុស្សអាក្រក់ហើយនឹងបានទទួលទុកទោសពីអំពើអាក្រក់ដែលខ្លួនធ្វើឲ្យថោកទាបហើយអញ្ចឹង
người bộ quál cái tha vía men phong khua đòi pui đòi chia còn bộ quál cứ thá phong khua đòi ca nghe đại kỳ thừa thế cái này dương tụi ở cái này năng men côn nệ trong nó tụi ở cái này miền nó tụi ở sẽ thay gặp ở đây côn ở nhà nó côn nệ sài chấm caปัญญายังคำเรียนคำทอดทวการแล้วแต่ยังเมียนกมรัดปัญญาโยดังเช็ดด้อยแต่คนนี้ป่าตะโกนเนี่ยกระมังนั่นอันนั้นเราทานนะพวกพวกก็ได้ซาตะกางเงียได้ยังตะเบอละอเท่าเทียบกับพระตะกางเงียได้ยังตะเบออักระเนี่ยเธออักระโตใบโกนกับฮับได้ใส่ไทยเอาหญ้านาแต่เธออักระก็เท่าเทียบไปconเนี่ยเนี่ยจำการนะไอ้แต่ทว่าล้อก็ขวังขวายบัญชังเชฟปุตตะเพียสัตได้ประปนลูกปราบอายยืงคนเนี่ยสลายแม้เป็นคอมเรียนแล้วขวังขวายยึดโยงดอกปุยปองวังซายังบานบองไอ้แต่เชฟปุตตะวาดระบอบปุตตะลูกเป็นโยนปราบมโนจังให้เมียนปัญญาได้ปุตตะลอยมันนึ่งซ้ำนะปัญญาเชี่ยเป็นลือพุทธศาสนาเมียนในใจท่าเอาภาษาไหมเป็นลือปราญญาพระพุทธปรับท้าเป็นลืออดดำเฮาปัญญาเพียมันได้จะล้ำเป็นลือตอยทอมปรีบเต็มผลบานเป็นลืออัตตสายทอมเปเป็ดมันอาจริญจราเนาโต้นังตุกไอเคลียจะปราณไอสัตว์พองบ้านก็ได้สมับสอบลอยเป็นลือปราญญาเมียนมุกบุตรลากัดตุกไอสบายเนื้อสัตว์ต่างอ้อยบานดอลตรายนั่นคือสิ่งใดสอบแซมสารนั้นโดยซาปัญญาเนี่ยปราชโพลทปัญญานั้นภาษาโดยเชี่ยประจันได้ภาษาเชียงกายเราเลื่อมเมฆเมื่อกายมาเลื่อมเมฆเมียนประจันมือแต่เดือดทมเชียงกายบานลูกปราบท้าเซลก็ได้เสรีก็ได้เธอระว่าสับปะรก็ได้เราเมงเต่าตามบุคคลเลยเมียนปัญญาบ้าบุคคลเลยขมียนปัญญาอัดรักษาเซลบานเนี่ยบุคคลขมียนปัญญามันอาจช่วยชีวิตกลุ่นเอาเมียนเสรีสุสไดบานเตชีวิตมนุษย์เมียนเสรีสุสไดบานโปรตรประสมบัติอัดปัญญาต่อเราตรับสมบัตินะมอชุบเลี้ยงเจมชีวิตกลุ่นกรุบกรันนั่งอัดบานเลยไงนะนั่งเลือปัญญาต่างอ่ะเธอระบาสับปะรสับปะรคือปุปนเธอระบาปุปนคือเชื่อเธอสับปะรรำเองต่างตามบุคคลเลยเมียนปัญญาบอกเมียนปัญญาตัวเยาเปียตัวเมียนระบาปุปนไม่บานลูกปรำจังบานกูดาวท้องคือปัญญาจะความสวยความสนซ้ำต่อสู้ที่กรมโยนเต็มปัญญาบัดปนังแต่บานนี้ต่อสู้โยนดารานุเป็นเด็ดบานเมียนเป็นลือเดียสมัยปุปนโลธาปัญญานั้นเฉียดลงไปมโนไอ้นาไอ้เมียนปัญญามโนนั้นต้องเฉียดลงไปเธอมาดาลงไปเป็นเมียนตำไลที่สวายโรคนะแต่จังบันลงไปจ้ะยังเมียนปัญญาโดยเมียนลงไปปัญญาโต้ลงไปโต้ปัญญาทมลงไปทมมันจังสวายต่อสู้คอมต่อคนนี้นะสถาบันได้หมดชูไงนะยัยปรับปนังกรมเตือนปัญชมการินโซนความต่อสู้ต่อตัวเทียดดอลปนังหายเวียมเต็มดอลตรายเด้แต่บ้านนี้ดอลเต็มปะระยะบัดใบยังฉลองสมอนมันเต็มดอลตรายแต่บ้านมันแต่เช่ยังต่อสู้แต่บ้านดอลบันเด็ดบ้านถักดอลตรายตุ๊กเชี่ยฉลองดอลตรายคือปูปัญญาวันแต่บ้านนี้ก็ไม่เล็กตุ้งกันได้ทันเลนะแต่ก็เวงเจ้าเต็มระยะบ้านฉลองดอลตรายแต่ฉลองสมอนมันพอเตะเล็กตุ้งกันได้ทันเลเลยมีอาทิตย์โดนตา ลูกดาตื่นเนี่ยเรียนโซตีดเนี่ยเรียนโซคำพรังกลมไปเฟ่โนทันเนี่ยเรียนแต่งลายประหยัดเรียนมีไอ้ปรกได้สอลวันเต่าคำมาเรียนจำในสากลตราแต่บานดอลตรายตรานวิทยาจะเตรียมประบานสอบกรุบเลือเตรียมเนี่ยเมียนเตรียมสลับอับเอ็ดไปเชี่ยมิดเพะพองคะแนนกิจการเมืองเงี้ยนี่ลูกดาตื่นกับปุ่งเนรีเนี่ยก็มาอ้อยเรียนเมียชัดนั่ง
ឲ្យចិត្តនឹងវានៅមូលនឹងការសិក្សារៀនសូត្រដល់បានទេហើយកុំទិនរាយមេទៅរកបងរកប្អូនឯណាហ្នឹងដល់បានទេតើរាយមេទៅរកគ្នាចោលហើយរៀនសូត្រហ្នឹងក៏វិញចោលចិត្តវារាយមេចោលត្រូវឲ្យនៅមូលចឹងត្រូវខំមិត្តរៀនពាក្យថាខំមិត្តគឺខំមិត្តអត់សង្កត់ចិត្តរៀនវាមិនមែនស្រួលទេបើយើងមិនតស៊ូខំមិត្តវាអត់ដល់ត្រើយទេលោកមិនរៀនគ្រប់ចឹងចាប់ដល់ប៉ុណ្ណឹងហើយឆ្លងចេញពីត្រើយខាងនេះដល់មកទៅហ្នឹងហើយឆ្លងឲ្យដល់ត្រើយខាងហ្នឹងពីបឋមមកអាបឋមណាថ្នាក់បឋមដំបូងហើយឥឡូវដល់មកបរិញ្ញាបត្រហើយអានេះដូចជានៅកណ្ដាលសមុទ្រដែរប្រយ័ត្នលេខទូកណាដល់បានទេจะធ្វើដំណើរតទៀតយកឲ្យដល់អនុបណ្ឌិតបានដល់ត្រើយបញ្ញវន្តជាមនុស្សដែលមានពលឺស្អាប់បានទេមើលទៅសង្ឃឹមតែឆ្លងដល់ត្រើយទេហានៅក៏ឲ្យរេមីតែណាគេមកសុំស្រឡាញ់ក៏ទទួលយកអាស្រឡាញ់គេហ្នឹងក៏រេមីហើយស្អាប់បានទេហើយនឹងនារីអ្នកណាគេមកសុំស្រឡាញ់កុំតែទទួលថាបងអើយប្អូនមិនទាន់ឆ្លងដល់ត្រើយទេចាំប្អូនឆ្លងដល់ត្រើយស្រាប់បានទេហើយមិនទាន់បានទេណាបាទហើយបើបងណាមកសុំស្រឡាញ់អីសុំផ្អាកសោះកុំតែទទួលថាបងប្អូនកំពុងតែធ្វើដំណើរឆ្លងសមុទ្រចាំប្អូនឆ្លងដល់ត្រើយសិនសំនិយាយគ្នាដល់បានទេអីដឹងមិនទេចាំយ៉ាត់ឆ្លងអត់ដល់ត្រើយយ៉ាត់លេខទូកណ្ដាលទន្លេដល់បានទេរសាទូកុំឲ្យលេខកណ្ដាលទន្លេចាំឆ្លងដល់ត្រើយគឺបញ្ញវតៃបញ្ញវន្តៃបញ្ញវន្តដល់ត្រើយហើយណាអញ្ចឹងប៉ុណ្ណឹងយកការដែលបានសំណេះសំណាលនឹងគ្នាទទួលស្វាគមន៍បដិសន្ធាររតិចំពោះសមណៈនិស្សិតទាំងបព្វជិតទាំងកុហកទាំងអស់ដែលនិមន្តអញ្ជើញមកពីខេត្តកំពង់ចាមនោះក៏ពិធីដែលស្វាគមន៍រតិក្នុងឱកាសនេះក៏មានពេលវេលាតែប៉ុណ្្នឹងឯងក៏ដូចជាគ្រឿងជួយដាស់ទាំងសំបីទៅមើលអង្គរក៏សំកុំឲ្យទៅមើលគន់កុំឲ្យទៅមើលណែក្រឡេកហ្នឹងស្អីទៅមើលគន់យ៉ាងពិនិត្យមើលសិល្បៈរូបចម្លាក់ឲ្យឃើញច្បាស់លាស់ទៅនឹងកើតបញ្ញាដល់យើងហ្នឹងគ្រប់គ្នាទាំងអស់ក៏ត្រេកអររីករាយសប្បាយដែលមានឱកាសបានធ្វើដំណើរមកធ្វើទស្សនកិច្ចសិក្សាហ្នឹងអង្គរវត្តជាបេះដូងកម្ពុជាហើយណាប្រទេសយើងបរទេសគេមកដោយសារប្រាសាទអង្គរវត្តហ្នឹងឯងដែលទាក់ទាញឲ្យគេមកកាន់ទឹកដីកម្ពុជាដោយសារអង្គរវត្តជាបេះដូងយើងទាំងអស់គ្នាវត្ថុអញ្ចឹងសូមឲ្យតាំងចិត្តឲ្យមានភក្ដីភាពមោទនភាពជាប់ចិត្តប្រដេពន្ធនឹងប្រាសាទនានាដែលជាកេតនភ័ណ្ឌបេតិកភណ្ឌរបស់ជាតិយើងនឹងដឹងគុណដល់មេត្តាបិតាជាដូនតាពុព្វការីដែលលោកបានទុករបស់អស្ចារ្យឲ្យយើងនឹងត្រេកអររីករាយសប្បាយចឹងតែក្នុងឱកាសដែលប្រជុំគ្នាក្នុងឱកាសនេះក៏លមមតាមគួរសមតាមកាលវេលាហើយវាមិនគ្រប់គ្រាន់អីទេក៏ប៉ុន្តែបានជាហេតុបន្តិចប្រាប់បញ្យល់ដល់ទាំងអស់គ្នាហ្នឹងចឹងទីបញ្ចប់នឹងសូមប្រគេនពរជូនពរសូមប្រករណាគ្រប់រូបនឹងពួកនិស្សិតបញ្ញវន្តនិស្សិតទាំងអស់គ្នានឹងបានទទួលជួបនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈចនិចនិរន្តររៀងទៅហើយម្យ៉ាងទៀតការធ្វើដំណើរឆ្លងទន្លេសូមឲ្យទាំងអស់ឆ្លងឲ្យដល់ត្រើយស្ដាប់បានទេតាប់ឯធ្វើលេខទូកណ្ដាលទន្លេហើយតស៊ូឆ្លងដល់ត្រើយតាមសំណូមពរដែលខ្ញុំកណាអាត្មាភាពសុំទាំងអស់គ្នាសុំឆ្លងឲ្យដល់ត្រើយណាសូមអនុមោទនា